ចម្រើនពរញាតិញោមថ្ងៃនេះយើងចូលមកដល់ធម៌មេថ្មីមួយទៀតគឺមានចំណងជើងថាបតិទានគាថាបតិទានគាថានេះគឺជាគាថាដែលចែករំលែកបុណ្យញាតិញោមណាគឺយើងនិយាយស្រួលស្ដាប់មកគឺគាថាដែលយើងចែករំលែកបុណ្យគឺបុណ្យដែលយើងបានធ្វើហើយយើងចែករំលែកបុណ្យហ្នឹងទៅដល់ពពួកសពសត្វផ្សេងៗអញ្ចឹងទៅពពួកសពសត្វទាំងពួងមានទេវតាមានអីចឹងទៅឥឡូវនេះអញ្ជើញញាតិញោមចូលមកសិក្សាហើយជាដំបូងនេះគឺអាត្មាបង្រៀនបាលីសិនបង្រៀនអានបាលីហើយអាត្មាបង្រៀននេះដូចតរដងអញ្ចឹងដែរគឺអាត្មាបង្រៀនទាំងបាលីផងបង្រៀនទាំងសេចក្តីប្រែផងហើយជាដំបូងនេះគឺអាត្មាបង្រៀនបាលីសុទ្ធហើយបន្តមកគឺអាត្មានឹងបង្រៀនទាំងបាលីទាំងសេចក្តីប្រែតែចំពោះបង្រៀនបាលីនិងសេចក្តីប្រែនោះគឺអាត្មាមិនប្រកបជូនទេពីព្រោះថាយើងយកបាលីនេះញាតិញោមយើងយកបាលីទាំងអស់ហ្នឹងគឺយកទៅប្រែដូច្នោះហើយបានជាអាត្មាបង្រៀនជាបាលីសុទ្ធខាងដើមបន្តមកបានយើងចូលទៅរៀនបាលីផងសេចក្តីប្រែផងដូច្នេះសូមញាតិញោមបានជ្រាបឥឡូវអញ្ជើញញាតិញោមសិក្សាតែម្ដងណាអានអញ្ជើញញាតិញោមរៀនអានយាយោដាក់ស្រៈអានថាយាយោដាក់ស្រៈអានថាយាដកឃ្លាសរសេរតទេវតាប្រកបតោដាក់ស្រៈទេតោដាក់ស្រៈទេវវៈតោដាក់ស្រៈតាតដាក់ស្រៈតាដូច្នេះយើងអានថាទេវតាខ្មែរយើងទេវតាប៉ុន្តែយើងមិនមែនអានទេវតាទេណាញាតិញោមសូមមេត្តាបានជ្រាបកន្លែងហ្នឹងពីព្រោះញាតិញោមយើងច្រើនតែអានទេវតាយើងអានជាលក្ខណៈខ្មែរយើងប៉ុន្តែយើងសូត្រជាភាសាបាលីនេះមិនមែនទេវតាទេគឺទេវតាដូចឃ្លាសន្តិណាឬក៏យើងអានសនក៏បានដែរដោយសារថាពេលខ្លះយើងអានលាយជាមួយនឹងសំនៀងខ្មែរយើងសនអញ្ចឹងទៅឬក៏យើងអានសន្តិក៏បានដែរយើងអានជាភាសាបាលីអញ្ចឹងអាត្មាជម្រាបពីរអញ្ចឹងកុំឲ្យញាតិញោមយើងមានការងើយឆ្ងល់នៅពេលដែលឃើញគេអានសន្តិយើងបែរទៅជាឆ្ងល់ឬក៏ឮគេអានសន្តិយើងឆ្ងល់អញ្ចឹងយើងមិនចាំបាច់ឆ្ងល់ទេគឺអានសន្តិអញ្ចឹងក៏បានឬក៏សន្តិក៏បានដែរណាសនឹងណនឹងសាន់ឬក៏សន់ណាจึงតដាក់ស្រីតេដូច្នេះយើងអានថាសន្តិឬក៏សន្តិដូចឃ្លាសរសេរតវិហារវាសនីម្ដងទៀតវិហារវាសនីប្រកបវដាក់ស្រីវិវដាក់ស្រីវិហដាក់ស្រៈហាររៈវដាក់ស្រៈវាសដាក់ស្រីសេណដាក់ស្រីនីដូច្នេះយើងអានថាវិហារវាសនីម្ដងទៀតវិហារវាសនីសង្ឃឹមថាញាតិញោមតាន់បន្តទៀតថោពេសរសេរថដាក់ស្រឧថោដាក់ស្រអូថោបដាក់ស្រេពេដូច្នេះយើងអានថាថោពេដូចឃ្លាខរេប្រកបខអក្សរខនេះយើងអានថាខអានថាខរដាក់ស្រៈរេដូច្នេះយើងអានថាខរេដូចឃ្លាសរសេរតពោធិខរេប្រកបពោដាក់ស្រៈពោ
thâu đã sri thị thâu đã sri thị khô khẽ rô đã sri rê được chứ chừng án thá bô thị khẽ rê được clear sự sẽ tó tạ hằngประกอบต่ออันตะแตะฮอđãสระหังฮอđãสระหังដូច្នេះយើងអានថាតាហឹងណែដូឃ្លាសរសេរតតាហឹងដូចគ្នាណាញាតិញោមកន្លែងហ្នឹងគឺ2ដូចគ្នាតាហឹងដូឃ្លាសរសេរតឬក៏ចុះបន្តក៏បានដែរអាស្រ័យលើសៀវភៅដែលញាតិញោមអាចកត់បានដោយសារមេនេះរៀងវែងញាតិញោមទៅបានជាអាត្មារៀងស្រោតបន្តិចហ្នឹងពីព្រោះកុំឲ្យវីដេអូហ្នឹងវែងពេកលំបាកដល់ញាតិញោមយើងអញ្ចឹងបានអាត្មារៀងស្រោតបន្តិចឥឡូវអញ្ជើញញាតិញោមសរសេរតដាក់ស្រៈតាដាក់ស្រៈតាដូឃ្លាសរសេរតធម្មទានេអ្នកប្រកបថោនឹងមកធាមจึงមកអានធម្មតដាក់ស្រៈទានៅដាក់ស្រៈនេអ្នកដូច្នេះយើងអានថាធម្មទានេអ្នកដូឃ្លាភវន្តោប្រកបផលភៈវោនឹងនៅវែនจึงតដាក់ស្រឧតោដូច្នេះយើងអានថាភវន្តោដូឃ្លាសរសេរតពោជីតាប្រកបបដាក់ស្រអូពោមិនមែនបូទេណាញាតិញោមគឺពោបដាក់ស្រអូពោចូលដាក់ស្រអ៊ីជីតដាក់ស្រៈតាដូច្នេះយើងអានថាពោជីតាហើយអញ្ជើញញាតិញោមរៀនអានពីខាងលើមកវិញញាតិញោមអញ្ជើញរៀនអានយាទេវតាសន្តិវិហារវាសិនីថោពេករេពោធិករេតហឹងតាធម្មទានេអ្នកភវន្តោពោជីតា